បាទសួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកមើលពីរបៀប download Telegram ទាំងអស់គ្នាតោះឥឡូវយើងធ្វើការបើក Chrome យើងមកបន្ទាប់មកអ្នកនរគ្នាគ្រាន់តែ search ពាក្យថា download Telegram បន្ទាប់មកយើងធ្វើការចុច website នៅលើគេនេះមករួចអ្នកនរគ្នាគ្រាន់តែចុចពាក្យថា get Telegram for Windows បន្ទាប់ពីអ្នកទាំងអស់គ្នាចុច download ហើយអ្នកទាំងអស់គ្នាគ្រាន់តែរងចាំឲ្យវាពេញសិនមកឥឡូវ Telegram យើងធ្វើការពេញហើយខ្ញុំធ្វើការចុចលើ folder ហ្នឹងមកឥឡូវនេះគឺជា Telegram ដែលយើងបាន download មិញហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុច mouse ស្ដាំលើវាមកយើងយកពាក្យថា run as admin center ហើយយកពាក្យថា yes មកនេះដែរខ្ញុំយកពាក្យថាអង់គ្លេសហ្នឹងហើយយើងចុច OK បន្ទាប់មកខ្ញុំចុច OK ទៀតហើយកន្លែងត្រង់នេះខ្ញុំចុច OK ទៀតហើយយើងចុច next បន្ទាប់មកយើងចុច install វាមកឥឡូវធ្វើការពេញហើយ Telegram របស់យើងហ្នឹងយើងបិទអាហ្នឹងសិនមកនេះគឺជា Telegram របស់យើងមិញហ្នឹងដើម្បី login ចូលបានអ្នកនរគ្នាគ្រាន់តែចូលកាន់ទូរស័ព្ទយើងនឹងមកតាមមកអ្នកនរគ្នាគ្រាន់តែចុច Start Messenger ហ្នឹងមកវានឹងចេញ QR code ឲ្យអ្នកនរគ្នាscan ហើយតាមទូរស័ព្ទឬក៏មកវិធីម្យ៉ាងទៀតអ្នកនរគ្នាអាច login តាមលេខទូរស័ព្ទបានឥឡូវខ្ញុំសូមធ្វើការយក scan QR code វិញវាស្រួលជាងខ្ញុំធ្វើការចុច start មកបន្ទាប់មកខ្ញុំចូលទៅកាន់ទូរស័ព្ទរបស់ខ្ញុំឥឡូវយើងធ្វើការចូលមកកាន់ setting មកបន្ទាប់មកអ្នកនរគ្នា scroll រកពាក្យថា device ហើយបន្ទាប់មកយើងធ្វើការចុច link desktop នេះមកហើយយើងធ្វើការ scan វាពីលើ computer យើងហ្នឹងមកហើយធ្វើការបាន login ចូលហើយ Telegram របស់ខ្ញុំឥឡូវយើងមកដោះស្រាយអំពីបញ្ហា Telegram load phone ខ្មែរឃើញអក្សរតូចៗនៅក្នុង computer តោះឥឡូវយើងធ្វើការបើកកម្មវិធី Telegram មកអ្នកនរគ្នាឃើញអក្សរខ្មែរនៅក្នុង Telegram ខ្ញុំវាមានអក្សរតូចៗចឹងឥឡូវយើងមកដោះស្រាយឲ្យវាឃើញអក្សរធំទាំងអស់គ្នាតោះឥឡូវអ្នកនរគ្នាធ្វើការចូលមកកាន់ setting យើងមកបន្ទាប់មកអ្នកនរគ្នាធ្វើការ scroll ទៅរកchat setting ហើយយើងធ្វើការចូលកន្លែង font family ហ្នឹងបន្ទាប់មកយើង search ថាខ្មែរ OS បាត់ដំបងអ្នកនរគ្នាគ្រាន់តែគ្រីសលើខ្មែរ OS បាត់ដំបងហ្នឹងមកហើយខ្ញុំធ្វើការ save មកហើយយើងធ្វើការ restart មួយឥឡូវ Telegram ខ្ញុំវាធ្វើការ restart បានហើយបន្ទាប់មកអ្នកនរឥឡូវខ្ញុំសូមចូលមើលវិញថាវាមានអក្សរខ្មែរនេះឥឡូវអ្នកនរគ្នាឃើញហើយអក្សរខ្មែរហ្នឹងនឹងឃើញអក្សរខ្មែរនេះវានឹងធ្វើការធំអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះ